សំឡេងបុរសម្នាក់ឈ្មោះ Andrew Cahill នៅក្នុងទីក្រុងតូចមួយនៃ Bath រដ្ឋ Michigan លោក Andrew Cahill គឺជាកសិករម្នាក់ដែលព្យាយាមរស់នៅដោយសុចរិតជីវិតរបស់គាត់មិនដែលងាយស្រួលនោះទេប៉ុន្តែគាត់ខិតខំធ្វើការដើម្បីរក្សាដីរបស់គាត់មានមោទនភាពចំពោះកសិដ្ឋានរបស់គាត់តែមិនយូរប៉ុន្មានទេមោទនភាពនេះក៏ត្រូវរលាយសាបសូន្យបន្តិចម្ដងសំឡេងបន្ទាប់មើលបន្ទុកធ្ងន់ក៏បានធ្លាក់មកលើគាត់រដ្ឋាភិបាលក្នុងតំបន់បានសម្រេចចិត្តបង្កើនពន្ធយ៉ាងគំហុកជាពិសេសគឺពន្ធសាលារៀនដែលប៉ះពាល់ដល់កសិករដូចជា Cahill យ៉ាងខ្លាំងលោក Cahill បានតវ៉ាអង្វរសុំឲ្យមានការយោគយល់ប៉ុន្តែត្រូវបានគេច្រានចោលឥតអៀនខ្មាសគាត់មានអារម្មណ៍ថាគាត់កំពុងត្រូវបានគេជន់ឈ្លីគ្មាននរណាម្នាក់ខ្វល់ពីជោគវាសនារបស់គាត់ឡើយសំឡេងការខឹងសម្បាររបស់ Cahill បានកើនឡើងជាលំដាប់គាត់បានដកខ្លួនចេញពីសង្គមក្លាយជាមនុស្សឯកោអ្នកជិតខាងចាប់ផ្ដើមកាត់សម្គាល់ពីអាកប្បកិរិយាចម្លែករបស់គាត់ចាប់ផ្ដើមស្ដីបន្ទោសអ្នកគ្រប់គ្នាជាពិសេសគឺគណៈកម្មាធិការសាលាចំពោះបញ្ហាទាំងអស់របស់គាត់ភាពភ័យស្លន់ភ្នល់និងកំហឹងបានរឹតបន្តឹងចិត្តគាត់សំឡេងកំហឹងរបស់ Cahill បានคล้ายជាការសម្រេចចិត្តដ៏គួរឲ្យភ័យខ្លាចគាត់បានចាប់ផ្ដើមធ្វើផែនការសងសឹកយ៉ាងត្រជាក់ចិត្តនិងគិតគូរគាត់ជឿថាការបំផ្លាញសាលារៀនគឺជាវិធីតែមួយដើម្បីបង្ហាញពីកំហឹងរបស់គាត់ចំពោះអ្នកដែលបានធ្វើបាបគាត់បានលួចលាក់យកគ្រឿងផ្ទុះទៅក្នុងសាលារៀន Bath អស់ជាច្រើនខែសំឡេងថ្ងៃទី18ខែឧសភាឆ្នាំ1927គឺជាថ្ងៃធម្មតាសម្រាប់កុមារតូចបានទៅសាលារៀនដោយរីករាយគ្មានការសង្ស័យអ្វីទាំងអស់ពួកគេបានរត់លេងនឹងសើចក្អោកក្អាយត្រៀមខ្លួនសម្រាប់ថ្ងៃសិក្សាថ្មីគ្មាននរណាម្នាក់ដឹងថាគ្រោះមហាន្តរាយដ៏អាក្រក់បំផុតកំពុងរង់ចាំពួកគេនោះទេសំឡេងរំពាត់នោះភាពស្ងប់ស្ងាត់ក៏បានបំបែកដោយសំឡេងផ្ទុះដ៏កាក្រើកគ្រឿងផ្ទុះបានផ្ទុះឡើងអ្នកក្រាមស្លាប់ខាងជើងនៃសាលារៀនកុមារនិងមនុស្សជាច្រើនត្រូវបានសម្លាប់ឬរងរបួសភ្លាម Cahill បានឈរមើលការបំផ្លិចបំផ្លាញរបស់គាត់ពីចម្ងាយដោយទុកមុខស្រប៉ាប់ស្រពោសំឡេងមិនទាន់គ្រប់គ្រាន់សម្រាប់ Cahill នោះទេខណៈពេលដែលមនុស្សកំពុងព្យាយាមសង្គ្រោះអ្នករងរបួស Cahill បានបើករថយន្តរបស់គាត់ទៅកាន់កន្លែងកើតហេតុក្នុងរថយន្តនោះគាត់បានផ្ទុកទៅដោយគ្រឿងផ្ទុះបន្ថែមគាត់បានដុតបំផ្លាញផ្ទះរបស់គាត់និងសម្លាប់ប្រពន្ធរបស់គាត់ក្នុងនោះផងមុននឹងមកទីនេះសំឡេងការផ្ទុះលើកទី2បានកាត់ឡើងភ្លាម Cahill បានផ្ទុះរថយន្តរបស់គាត់សម្រាប់ខ្លួនឯងនាយកសាលានិងមនុស្សជាច្រើនអ្នកទៀតសាលារៀន Bath បានក្លាយជាកន្លែងសម្រាប់រង្គាស់ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រសាលារៀនរបស់អាមេរិកសាកសពកុមារនិងមនុស្សជាច្រើន40នាក់បានបាត់បង់ជីវិតហើយសំឡេងសហគមន៍ Bath ទាំងមូលបានសម្លាប់ដោយទ្វេសុរំទីក្រុងទាំងមូលមានសេចក្ដីច្រកជ្រោកុមារ38នាក់និងមនុស្សឪពុក6នាក់បានបាត់បង់ជីវិតដោយសារតែសកម្មភាពសាហាវយង់ក្នុងរបួស Cahill របួសនេះនឹងមិនអាចព្យាបាលឡើយសំឡេងសុខនាតកម្ម Bath School នៅតែជាកម្លាំងរំលឹករឿងរ៉ាវរបស់ Andrew Cahill គឺជាការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ភាពអស់សង្ឃឹមនិងកំហឹងដែលបណ្ដាលមកពីអយុត្តិធម៌វាបង្ហាញថាតើមនុស្សម្នាក់អាចនឹងត្រូវបានរំជើញធ្វើសកម្មភាពដ៏អាក្រក់បំផុតនៅពេលដែលគាត់មានអារម្មណ៍ថាគ្មានអ្វីត្រូវបាត់បង់ទៀតឡើយអយុត្តិធម៌អាចជាគ្រាប់ពូជរបស់អំពើអាក្រក់